ឈ្មោះថាតារាវាបានរស់នៅក្នុងបឹងដ៏ធំមួយតារាគឺជាកូនដើកដែលរឹងនូសណាស់វាមិនដាច់ស្ដាប់ពាក្យអ្នកដទៃនិយាយឡើយថ្ងៃមួយម្ដាយរបស់តារាបានប្រាប់ថាកូនកុំហាលទឹកនៅឆ្ងាយៗពេកព្រោះមានសត្វត្រីធំៗដែលអាចបង្កឲ្យមានគ្រោះថ្នាក់ក៏ប៉ុន្តែតារាបានសើចដល់ម្ដាយហើយបានគិតក្នុងចិត្តថាម្ដាយខ្ញុំគ្រាន់តែខ្លាចដល់ឥតប្រយោជន៍តារាបានហាលទឹកចេញទៅឆ្ងាយពីបឹងហើយបានហាលចូលទៅក្នុងទន្លេធំមួយនៅតាមផ្លូវគាត់បានជួបមិត្តភក្តិជាច្រើនមានតែជាត្រីតូចៗហើយពពួកត្រីតូចៗទាំងអស់នោះបាននិយាយប្រាប់ទៅកាន់តារាថាតារាកុំទៅខាងមុខនោះនៅខាងមុខមានក្រសាធំណាស់តារាបានឆ្លើយទៅវិញដោយច្រមុះហៀខ្ញុំមិនដែលខ្លាចនរណានោះទេខ្ញុំហាលលឿនជាងគេលុះតារាបានហាលទៅដល់មាត់ទន្លេគេក៏ស្រាប់តែមានសត្វទ្រាដ៏ធំមួយបានហើរចុះពីលើមេឃមកហើយបានចាប់តារាដោយក្រញាំរបស់វាយ៉ាងមាំតារាភ័យស្លន់ស្លោហើយបានស្រែកឡើងថាជួយខ្ញុំផងជួយខ្ញុំផងសត្វក្រៀននោះបានស្រោចហើយបាននិយាយថាឯងរឹងរូសមិនស្ដាប់អ្នកដទៃឥឡូវនេះឯងបានខ្លាចទៅជាចំណីរបស់ខ្ញុំហើយតែសំណាងល្អម្ដាយរបស់តារាបានដឹងថាកូនរបស់ខ្លួនហាលចេញពីទឹកទៅឆ្ងាយក៏បានហាលទៅតាមលោកតាន់ពេម្ដាយរបស់តារាបានខាំជើងក្រៀននោះយ៉ាងខ្លាំងហើយធ្វើឲ្យសត្វក្រៀននោះឈឺចាប់បានទម្លាក់តារាចុះមកក្នុងទឹកវិញតារាបានយំហើយបានមកអោបម្ដាយយ៉ាងណែនគាត់បាននិយាយថាខ្ញុំខ្មាស់អ្នកទាំងអស់គ្នាណាស់ម៉ាក់ឲ្យកូនសុំទោសខ្ញុំគួរតែស្ដាប់សម្ដីរបស់ម៉ាក់និងមិត្តភក្តិតាំងពីដំបូងម្ដាយរបស់គេបានញញឹមហើយបានថើបកូនរួចបាននិយាយថាវាមិនយឺតពេកនោះទេកូនចូលកូនត្រូវចងចាំថាការស្ដាប់សម្ដីអ្នកដទៃមិនមែនជាភាពទន់ខ្សោយនោះទេតែវាគឺជាប្រាជ្ញាដ៏ឆ្លៀសវៃចាប់តាំងពីថ្ងៃនោះមកតារាបានក្លាយទៅជាកូនដំណើរដែលចេះស្ដាប់អ្នកដទៃហើយគាត់ក៏មានមិត្តភក្តិកាន់តែច្រើនឡើងអត្ថន័យនៅក្នុងការអប់រំនៃរឿងនេះបានបង្រៀនកុមារថាការរឹងរូសមិនស្ដាប់អ្នកដទៃអាចនាំឲ្យមានគ្រោះថ្នាក់ចូលអ្នកត្រូវចេះស្ដាប់ដំបូន្មានអ្នកដទៃអ្នកដែលយើងស្រឡាញ់ព្រោះពួកគេចង់ឲ្យយើងមានក្តីសុខសម្រាប់យើងតែប៉ុណ្ណោះ